ពេលញ៉ាំអាហារអារម្មណ៍ដំបូងដែលយើងចង់បានបំផុតខ្ញុំមិនដឹងថាបងប្អូនយ៉ាងណាទេតែចំពោះខ្ញុំវិញគឺរឿងអនាម័យហ្នឹងហ្មងខ្ញុំនិយាយប្រាប់ថាចេះញ៉ាំទៅសុវត្ថិភាពតែអត់សុវត្ថិភាពអារាងកាយយើងនឹងវាឆ្លើយតបហើយតែឆ្លើយតបហើយគឺធ្ងន់ដែរពលអាហាររាគរូសចុកពោះមានជំងឺអញ្ចឹងមិនមែនញ៉ាំអាហារបានថាមកពលបំបត្តិឃ្លានហើយបន្តដំណើរទៅមុខទៀតទេទៅញ៉ាំអាហារហើយទៅធ្លាក់ខ្លួនឈឺទៅវិញអញ្ចឹងអារឿងសុវត្ថិភាពនៅក្នុងអាហារហ្នឹងគឺសំខាន់ទី1អនាម័យទី2គឺតាក់ទងជាមួយនឹងសារធាតុផ្សេងដែលវាប៉ះពាល់ដល់សុខភាពដូចជាសារធាតុគីមីដូចជាមានមេរោគដូចជាមានសត្វល្អិតហើយពិសេសមួយទៀតដែលខ្ញុំតែងតែអាឡែស៊ីខ្លាំងមែនទែនគឺក្នុងចំណីអាហារមានសក់ព្រោះដោយសារសក់នេះវាមានសារធាតុមេរោគក្នុងនឹងច្រើនណាស់មិនមែនត្រឹមតែមានធលីគឺសក់ខ្លះវាមានផ្សិតនិងមេរោគផ្សេងទៀតហើយជ្រុងតាម៉ាតាសាយចំអាហារដែលវាស្អិនហើយវាត្រជាក់ហើយសួរថាមេរោគនឹងនៅណាមិននៅនឹងទាំងអស់អញ្ចឹងខ្ញុំថាសុខចិត្តរសជាតិអត់ឆ្ងាញ់បន្តិចប៉ុន្តែសំខាន់បំផុតឲ្យសុវត្ថិភាពហើយសារធាតុហើយអាហារហ្នឹងវាអាចឆ្លើយតបមួយសុខភាពបានពេលខ្លះវាអត់ឆ្ងាញ់ទេប៉ុន្តែវាមានតម្លៃសម្រាប់សុខភាពដូចអ្នកញ៉ាំអាហារសុខភាពគាត់ញ៉ាំអាហារខ្លះសាពេកដូចជាទឹកស៊ុបមួយមើមឈូកទឹកស៊ុបជាមួយនឹងបន្លែផ្សេងឬក៏អាហារឆាបន្លែអត់សាច់វាជួយដល់សុខភាពវាអត់ធ្វើគាត់មានជំងឺទេតែគ្រាន់តែថាបើមាត់យើងអត់ធ្លាប់យើងអត់ឆ្ងាញ់ប៉ុន្តែវាផ្ដោតទៅលើសុវត្ថិភាពអនាម័យហើយនិងគុណភាពសម្រាប់រាងកាយរបស់គាត់អញ្ចឹងវីដេអូនេះជូនចំពោះបងប្អូនណាដែលជាម្ចាស់ភោជនីយដ្ឋានឬក៏អ្នកចម្អិនអាហារនេះគឺជាអារម្មណ៍ពិតរបស់អតិថិជនណាបងប្អូនត្រូវយកចិត្តទុកដាក់ខ្លាំងមែនទែនហ្មងរឿងសុវត្ថិភាពហើយនិងអនាម័យនឹងឯងហើយបើបានស្រឡាញ់ជាតិទេត្រូវតែល្អព្រោះគ្រប់គ្រងរបស់ជាតិចាអរគុណច្រើនបងប្អូនទាំងអស់គ្នា